នាងមើលទៅដូចភីលេងខ្លាំងណាស់ឪពុកម្ដាយរបស់ចៅស៊ូស៊ូចំពោះខ្ញុំមិនសូវរ៉ាក់ទាក់ទេគ្រាន់តែមានសុជីវធម៌នៅពីមុខតែក្រសែភ្នែកមើលមកខ្ញុំទាំងប្រយ័ត្នប្រយៀងនិងចម្លែកបន្តិចលើតុអាហារពួកគេនិយាយលើកច្រើនបំផុតនោះគឺជាប៉ៃលីននៅក្នុងមាត់ពួកគេមិនមែនជាកូនប្រសារទេប៉ុន្តែជាកូនបង្កើតចៅស៊ូស៊ូជាកូនស្រីតូនៅតំបន់ដាច់ស្រយាលយកកូនប្រុសជាធំនេះគូស្វាមីភរិយាវ័យចំណាស់ពេញមួយជីវិតរបស់ពួកគេមិនដែលឈរត្រង់ចង្កេះទេគឺបង្ហាញខ្លួនរបស់ភីលេនខ្លាយជាកូនប្រសាររបស់ពួកគាត់កាត់ញូចំពោះពួកគាត់ដូចឪពុកម្ដាយបង្កើតទើបធ្វើឲ្យចង្កេះក្នុងអោនរបស់ពួកគាត់បានក្រោកឈរវិញម្ដាយចៅបាននិយាយថាប៉េលីនគឺជាសទ្រូងនៃគ្រួសារយើងគ្រួសាររបស់យើងមិនអាចរស់នៅដោយគ្មានគាត់បានទេបំពង់របស់ខ្ញុំដូចមានឆ្អឹងបន្លាចាក់ចូលដែលមិនអាចដកចេញបានផ្ទះខ្លួនឯងមិនត្របែបជាជួយត្រផ្ទះអ្នកអតីអស់មួយឆ្នាំទៀតដល់ពេលគេងចៅស៊ូស៊ូបាននាំខ្ញុំទៅគេងនៅក្បែរបន្ទប់ឪពុកម្ដាយរបស់គាត់នៅក្នុងបន្ទប់ភ្ញៀវបន្ទាប់ពីបិទភ្លើងរួចខ្ញុំមិនអាចដេកលក់បានស្ដាប់សំឡេងពីបន្ទប់ឪពុកម្ដាយរបស់ចៅស៊ូស៊ូពួកគាត់បានខ្សឹបខ្សៀវគ្នាអស់រយៈពេលជាយូរបន្ទាប់ពីពិចារណាយ៉ាងល្អិតល្អន់ខ្ញុំសម្រេចចិត្តផ្ញើទៅការិយាល័យក្រុមហ៊ុនរបស់ភីលេវីដេអូរាយការណ៍និងរបាយការណ៍ព័ត៌មាននឹងផ្ញើទៅប្អូនប្រុសរបស់ខ្ញុំដែលជាប៉ូលីសរំខានប្អូនប្រុសហើយត្រូវមកចាប់ខ្លួនប៉ៃលីនគាត់បានបំពានច្បាប់ការសម្រេចចិត្តទាំងពីរនេះមិនបានសម្រេចខ្ញុំទេប៉ុន្តែវាជាដោះស្រាយបញ្ហាជីវិតខ្ញុំហើយក៏ជាទុនកម្មដែលគាត់សមនឹងទទួលបាននៅថ្ងៃបន្ទាប់ពេលព្រឹកពេលកំពុងញ៉ាំអាហារពេលព្រឹកខ្ញុំត្រូវស្ដាប់នាងនិយាយរអ៊ូតមអត់ចំពីការបង្ហាញក្តីស្រឡាញ់របស់នាងក៏សួរខ្ញុំតើជីវិតនៅក្នុងទីក្រុងមានលក្ខណៈបែបណាថែមទាំងបានសួរខ្ញុំថាតើអ្នករស់នៅយ៉ាងម៉េចដែរខ្ញុំញឹមតិចនិយាយតាមពិតទៅវាមិនអីទេគ្រាន់តែប្តីរបស់ខ្ញុំមិនដូចប្តីអ្នកពូកែស្រឡាញ់ប្រពន្ធរបស់គាត់នាងញឹមដោយបិទមាត់មិនជិតទីបំផុតដល់ពេលថ្ងៃត្រង់ទ្វារត្រូវបានបើកពីខាងក្រៅសំឡេងដែលធ្លាប់ឬបានបន្លឺឡើងប្រពន្ធបងត្រឡប់មកវិញហើយខ្ញុំនឹងចៅស៊ូស៊ូក្រោកពីសាឡុងជាមួយគ្នាហើយសម្លឹងមើលទៅគាត់សួរថាតើអ្នកហៅប្រពន្ធមួយណាលោកប្តីទឹកមុខពេលលីនកាំងឈរស្ងៀមទាំងអោបកូនប្រុសក្រៅខោអាយុ5ឆ្នាំរបស់គាត់ឈរនៅទីនោះក្មេងនៅក្នុងដៃរបស់គាត់មើលទាំងមិនយល់ខ្ញុំសម្លក់សម្លឹងមើលភ្នែករបស់គាត់នៅក្នុងកែវភ្នែកមានសំណួររាប់ពាន់ដែលខ្ញុំចង់សួរគាត់ហេតុអ្វីធ្វើបែបនេះដាក់ខ្ញុំដាក់កូនប្រុសរបស់ខ្ញុំសូម្បីតែចំពោះឪពុកម្ដាយរបស់គាត់ជាកូនតូពេញមួយជីវិតរបស់គាត់ត្រូវបានឪពុកម្ដាយលើកដំកើងបង្កើតគ្រួសារបង្កើតការងារឥឡូវនេះបែរជាលាក់បាំងពួកយើងខ្លាចជាកូនប្រសារប្រុសការចូលខាងស្រីនៃគ្រួសារតំបន់ភ្នំមួយខ្ញុំមិនអាចយល់បានទេរត់តែមិនអាចអត់ទោសឲ្យបានទេសំឡេងចៅស៊ូស៊ូស្រែកឡើងមុនគេបង្អស់តើមានន័យដូចម្ដេចតើអ្នកចង់មានន័យយ៉ាងណានាងទាញដៃខ្ញុំដោយរំជើបរំជួលទីបំផុតមុខរបស់នាងលែងមានស្នាមញឹមហើយភ្លាមនោះទឹកភ្នែកក៏ហូរចុះមកមួយរំពេចដោយសម្លឹងសួរប៉េលីនលោកប្តីមិនក៏នាងហៅបងថាប្តីមុខកាំងរបស់ភីលេនទីបំផុតផិតភ័យហើយក៏ដាក់កូនចុះរួចដើរទៅមុខ2-3ជំហានមកនៅកណ្ដាលខ្ញុំនឹងចៅស៊ូស៊ូគាត់ចាប់ផ្ដើមមិនដឹងថាគួរដើរទៅទីខាងណាព្យាយាមនិយាយថាខ្ញុំនឹងពន្យល់វាដល់អ្នកពន្យល់ពីអ្វីពន្យល់ថាអ្នកបានរៀបការ12ឆ្នាំហើយថាទំនាក់ទំនងរៀបការយើងវាមានតែឈ្មោះឬពន្យល់ថាអ្នកមិនមានឪពុកម្ដាយគ្មានកូនប្រុសទេឬមួយពន្យល់ថាលោកជាមនុស្សមានប្រពន្ធរួចហើយនេះគឺជាប្តីសំណប់របស់ស្ត្រីផ្សេងរៀបចំឲ្យតំណែងភរិយាពិតមួយដល់នាងរាល់ពាក្យខ្ញុំនិយាយចេញចាក់ដោតរឹតចំធ្វើឲ្យគាត់ខ្លាចជាមនុស្សមើលទៅស្លូតបូតប៉េលីនដឹងថាគាត់ខុសមានអារម្មណ៍ថាមានកំហុសខ្វះទំនុកចិត្តមិននិយាយបកខ្ញុំគ្មានបំណងបែបនេះទេសូមទោសគ្មានបំណងបែបនេះប៉េលីនតើបងចង់មានន័យយ៉ាងណាចាត់ទុកខ្ញុំជាអ្វីលែងចង់បានខ្ញុំទៀតហើយមែនទេចៅស៊ូស៊ូស្រក់ទឹកភ្នែកស្រែកផងយំផងបេះដូងរបស់ប៊ុយលីនផ្អៀងទៅរកនាងប្រញាប់ទៅអបនាងហើយលួងលោមស៊ូស៊ូខ្ញុំមិនមែនគឺបងខុសជាមួយអូនទុកពេលបន្តិចឲ្យបងដោះស្រាយបានទេចៅស៊ូស៊ូពិបាកទប់ដូចជ្រូកនៅខែឆ្នាំថ្មីមិនឲ្យគាត់អបខ្ញុំមើលផ្ទាល់ភ្នែកឃើញប្តីខ្លួននៅចំពោះមុខខ្ញុំអបលួងលោមេជន់ទីបេចិត្តរបស់ខ្ញុំកំពុងហូរឈាមកំហឹងកើនឡើងខ្ញុំបង្ខំសួរគាត់ថាដូច្នេះតើអ្នកចង់មានន័យយ៉ាងណាគាត់លែងនាងមិនហ៊ានអបនាងម្ដងទៀតទេធ្វើដូចជាផ្លូវមួយណាក៏ខុសធ្វើរូបរាងដូចជាត្រូវគេបង្ខំឲ្យស្លាប់ពេលជាប់គាំងនោះទូរស័ព្ទរបស់ខ្ញុំបានរោទវាជាការហៅវីដេអូពីឪពុកក្មេករបស់ខ្ញុំចុចទទួលមិនស្ទាក់ស្ទើរជេឈីបានឃើញភីលេងឬនៅឪពុកក្មេកញឹមពោពេញដោយការរំពឹងទុកមនុស្សចាស់ម្នាក់នេះជិត2ឆ្នាំហើយមិនបានឃើញកូនប្រុសបង្កើតរបស់ខ្លួនទេដូច្នេះខ្ញុំបើកកាមេរ៉ាទៅខាងក្រោយហើយលើកវាឡើងដើម្បីឲ្យឪពុកក្មេករបស់ខ្ញុំអាចមើលឃើញរូបថតគ្រួសារនៅលើជញ្ជាំងផ្ទះបានឃើញហើយខ្ញុំថែមទាំងបានឃើញប្រពន្ធថ្មីរបស់គាត់កូនប្រុសថ្មីកូនស្រីថ្មីឪពុកនិងម្ដាយក្មេកថ្មីទៀតនេះគឺជាផ្ទះថ្មីរបស់គាត់ឥឡូវនេះគាត់ទេជាកូនប្រសារប្រុសតែនៅជាមួយគ្រួសារប្រពន្ធគាត់ខ្ញុំនិយាយទាំងខំថ្មិញថាជាពិសេសនិយាយដល់កូនប្រសារប្រុសនៅខាងគ្រួសារប្រពន្ធដោយសង្កត់ធ្ងន់ឪពុកក្មេកមានការភ្ញាក់ផ្អើលបើកភ្នែកធំខឹងខ្លាំងដល់ថ្នាក់មិនដឹងនិយាយអ្វីខ្ញុំលើកទូរស័ព្ទឡើងឲ្យចំមុខប៉ៃលីននិងចៅស៊ូស៊ូប៉ាមើលចុះនេះជាកូនប្រុសល្អរបស់ប៉ានិងកូនក្រមុំថ្មីឪពុកក្មេកខឹងខ្លាំងទះរទេះរុញរបស់គាត់សំឡេងញ៉ានិយាយភីលេង
នេះជារឿងដែលឯងបានធ្វើឯងមិនយកយើងនឹងម្ដាយឯងដាក់នៅក្នុងភ្នែករបស់ឯងទេមិនបានយកប្រពន្ធនិងកូនរបស់ឯងដាក់ក្នុងចិត្តទេតើឯងចង់ឲ្យយើងខឹងស្លាប់មែនទេពេលលីងខឹងហើយឆក់ទូរស័ព្ទខ្ញុំបិទវាឈប់ថតទៅតើអ្នកចង់ធ្វើអ្វីនិយាយវាមកឪពុកក្មេកនៅក្នុងទូរស័ព្ទដាក់ពាក្យធ្ងន់យើងគ្មានកូនប្រុសដូចជាឯងទេអំឡុងពេលឆ្លោះគ្នាឪពុកម្ដាយរបស់ចៅស៊ូស៊ុំវិញខ្ញុំក៏បិទវីដេអូហៅទូរស័ព្ទឪពុកម្ដាយចៅបានដឹងពីអត្តសញ្ញាណពិតរបស់ខ្ញុំឪពុកចៅបាននិយាយគំរាមកំហែងខ្ញុំមុនគេប៊ីលីនរៀបការជាមួយស៊ូហើយមានកូននោះមានន័យថាវាមិននៅជាមួយនាងទេអ្នកទាំងពីរគួរតែចែកផ្លូវគ្នាដោយសន្តិវិធីនិយាយរួមគ្រួសារយើងមិនលែងដៃជាដាច់ខាតម្ដាយចៅបន្ថែមភីលីនមកលើផ្ទះរួចខ្ញុំតែងតែចាត់ទុកគាត់ដូចជាកូនបង្កើតទំនាក់ទំនងរបស់គាត់ជាមួយស៊ូល្អបែបនេះមិនអាចបែកពីកូនស្រីខ្ញុំនោះទេខ្ញុំមើលទៅភីលេងអ្នកចង់មានន័យថាម៉េចគាត់អន់ក្បាលរហូតអង្គុយនៅចំហៀងសម្លឹងមើលចុងស្បែកជើងនោះត្រូវវាបានខ្ញុំសម្លឹងនឹងសួរទៅងើបក្បាលយឺតដោយស្ទាក់ស្ទើរសួរថាអ្នកនៅចង់បានខ្ញុំទេខ្ញុំមិនទាន់ប្រផងចៅស៊ូចង់ផ្ទុះហើយប្រញាប់ប្រញាល់មកមុខគាត់អង្គុយលើដីហើយចាប់ក្អៅគាត់សួរថាតើអ្នកចង់មានន័យយ៉ាងម៉េចបើនាងនៅតែចង់បានបងលែងចង់បានខ្ញុំទៀតហើយបៃលីនបើបងហ៊ានមិនយកខ្ញុំនឹងសម្លាប់ខ្លួនជាមួយកូនរបស់យើងនាងមានកូនតែម្នាក់គត់សម្រាប់អ្នកតែខ្ញុំជួយបងបង្កើតកូន2នាក់ខ្ញុំមានគុណសម្បត្តិច្រើនជាងនាងប៉េលីនបានលើកនាងលួងលោមបងត្រូវដឹងថានាងចង់បានអ្វីសិនខ្ញុំសើចដោយត្រជាក់ប៉ុន្តែចេតនាថាខ្ញុំចង់ឲ្យអ្នកត្រឡប់ទៅវិញហើយដាច់ជាមួយទីនេះរៀងរហូតខ្ញុំដឹងថាគាត់កំពុងរងចាំខ្ញុំធ្វើការជ្រើសរើសដឹងច្បាស់ថាខ្ញុំមានអនាម័យជាមួយក្តីស្រឡាញ់ដឹងថាខ្ញុំច្បាស់ជាជ្រើសរើសលែងលះជាមួយគាត់ប៉ុន្តែពេលនិយាយអញ្ចឹងទៅចង់ឲ្យអ្នកត្រឡប់ទៅវិញផ្ដាច់ចំណងនៅទីនេះភ្នែករបស់គាត់បានសម្លឹងមើលដោយភ្ញាក់ផ្អើលណាស់ព្រមទាំងមានការខកចិត្តខ្ញុំបានសម្លឹងមើលគាត់ដោយចំដល់វេនអ្នកហើយធ្វើការជ្រើសរើសគាត់ស្ទាក់ស្ទើរកម្រើកបូមមាត់គាត់បន្តិចនៅមិនអាចនិយាយបានតតែសោះចៅស៊ូក្រវីក្បាលអង្រួនគាត់បងនិយាយមកបងធ្លាប់និយាយថាស្រឡាញ់ខ្ញុំបំផុតបងធ្លាប់និយាយថាខ្ញុំជាជីវិតរបស់បងនិយាយមកខ្ញុំចង់លើចម្លើយរបស់អ្នកឥឡូវនេះពេលលីនគ្មានជំរឿអ្វីក្រៅពីភ្នែកអង្វរក្រឡេកមើលខ្ញុំតើអាចទេទុកវាឲ្យនៅយ៉ាងនេះយ៉ាងម៉េច